សូមជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកអំពីប្រវត្តិសាស្ត្រខ្មែរនាសម័យអង្គរដែលខ្ញុំនឹងបែងចែកវាជាដំណាក់កាលនិងផ្នែកមួយៗទៅតាមវីដេអូដូច្នេះសូមបងប្អូនស្ដាប់ដោយមេត្រីភាពការចាប់ផ្ដើមនៃសម័យអង្គរប្រជាជនខ្មែរមានដើមកំណើតនៅលើទឹកដីនៃនគរហ្វូណនឬនគរភ្នំតាំងពីរាប់ពាន់ឆ្នាំមកហើយចំណែកឯទីតាំងភូមិសាស្ត្រប្រទេសនេះគឺស្ថិតនៅចន្លោះប្រទេសឥណ្ឌានិងចិននគរហ្វូណនជាអាណាចក្រមួយក្នុងចំណោមអាណាចក្រធំៗនៅអាស៊ីអាគ្នេយ៍ចំពោះភូមិសាស្ត្រនយោបាយហ្វូណនជារដ្ឋមួយងាយស្រួលការពារខ្លួនព្រោះមួយភាគធំជាប់ទៅនឹងសមុទ្រម្យ៉ាងទៀតស្ថានភាពភូមិសាស្ត្រក៏ងាយស្រួលក្នុងការទំនាក់ទំនងជាមួយប្រទេសនានានៅជុំវិញតំបន់នេះផងដែរបើនិយាយពីភូមិសាស្ត្រសេដ្ឋកិច្ចវិញហ្វូណនមានកំពង់ផែអូកែវដែលជាទីប្រសព្វពាណិជ្ជកម្មរវាងឥណ្ឌានិងចិនកំពង់ផែអូកែវក៏ជាកំពង់ផែអន្តរជាតិដែលដោះដូរទំនិញផ្សេងៗជុំវិញពិភពលោកផងដែរកំពង់ផែនេះមានភាពស្ងប់ស្ងាត់ពុំសូវមានរលកបោកបក់ខ្លាំងព្រោះមានកោះជាច្រើននិងសមុទ្រដ៏វែងព័ទ្ធជុំវិញបើតាមការអះអាងរបស់ប្រវត្តិវិទូអឺរ៉ុបថាជនជាតិហ្វូណនបានរស់នៅក្នុងតំបន់នេះជាច្រើនសតវត្សរ៍មកហើយព្រោះតំបន់នេះគឺជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកនិងគ្រប់គ្រងដោយព្រះមហាក្សត្រីយានីមួយព្រះអង្គព្រះនាមលាវយីកំពង់ផែអូកែវក៏ជាតំបន់ពាណិជ្ជកម្មដូច្នេះមានពាណិជ្ជករឥណ្ឌានិងចិនជាច្រើនមករស់នៅហើយនេះទើបធ្វើឲ្យមានការជួបគ្នារវាងព្រះអង្គម្ចាស់ឥណ្ឌាព្រះបាទកៅឌិននិងព្រះនាងលាវយីហើយក៏មានព្រះតីប្រតិព័ទ្ធរហូតបានរៀបអភិសេកបន្ទាប់ពីព្រះអង្គបានរៀបអភិសេករួចទ្រង់ក៏បានបង្កើតនគរភ្នំឡើង50ឬ67សករាជដែលចិនហៅថានគរហ្វូណននៅត្រង់កំពង់ផែអូកែវបច្ចុប្បន្ននៅក្នុងទឹកដីវៀតណាមកម្ពុជាក្រោមបើតាមលោក Lucy Marret អ្នកប្រាជ្ញជនជាតិបារាំងបានធ្វើកំណាយនៅតាមដីសណ្ដទន្លេមេគង្គហើយបានឃើញរមណីយដ្ឋានអូកែវនេះដែលលោកចាត់ទុកថាជាកំពង់ផែធំរបស់ហ្វូណនព្រោះនៅទីនោះគេបានរកឃើញខឿនសំណង់ផ្សេងៗព្រមទាំងវត្ថុជាច្រើនទៀតខ្លះមកពីខ្លះមកពីចក្រភពរ៉ូមខ្លះមកពីប្រទេសឥណ្ឌានិងខ្លះទៀតធ្វើពីថ្មរំលីងរហូតមកដល់ឆ្នាំ550គ្រិស្តសករាជព្រះបាទព្រះវរ្ម័នទី1ដែលត្រូវជាបុត្ររបស់ស្ដេចវីរវរ្ម័ននិងជាចៅរបស់ព្រះបាទរុន្ទ្រវរ្ម័នស្ដេចនៅនគរភ្នំទ្រង់បានរំដោះចេនឡាពីអាណាចក្រភ្នំនិងយកនគរភ្នំដាក់ជាចំណុចអាណាចក្រចេនឡាវិញព្រះអង្គបានកសាងរាជធានីភរបុរៈវត្តពូប្រាសាទវត្តពូប្រាសាទបារានស្ទឹងត្រែងអាស្រមមហាឫសីនៅជើងភ្នំដាតាកែវក្រុមប្រាសាទនៅហិនជ័យកំពង់ចាមនិងសិលាចារឹកជាច្រើនដូចជាសិលាចារឹកវត្តភូសិលាចារឹកហិនជ័យសិលាចារឹកថ្មវត្តជ្រោយអំពិលវាលកន្ទេលប្រាសាទព្រះធាតុសិលាចារឹកអាស្រមមហាឫសីប្រាសាទបន្ទាយនាងបាត់ដំបងប្រាសាទអកយំនៅស៊ីថេបថៃសព្វថ្ងៃព្រះអង្គបានពង្រីកអាណាចក្រចេនឡាឲ្យធំទូលាយអាណាចក្រចេនឡាមានទឹកដីធំធេងណាស់ខាងជើងទល់នឹងប្រទេសចិនខាងកើត
ជាប់នឹងប្រទេសចម្ប៉ានិងឈូងសមុទ្រចិនខាងត្បូងជាប់នឹងសមុទ្រខ្មែរនិងឧបទ្វីបម៉ាឡេយូខាងលិចទល់នឹងប្រទេសភូមាវិបត្តិផ្ទៃក្នុងបានកើតមានឡើងក្រោយពីព្រះបាទជ័យវរ្ម័នទី1ចូលទីវង្គតទៅពុំមានរាជទាយាទនាំឲ្យសមណរដ្ឋជាច្រើនបានបះបោរចង់ផ្ដាច់ខ្លួនផងចង់គ្រប់គ្រងអំណាចមជ្ឈិមផងចម្បាំងបានកើតឡើងឥតឈប់ឈរដែលធ្វើឲ្យបែកបាក់ចេនឡាជាពីរផ្នែកធំគឺចេនឡាដីគោកនិងចេនឡាទឹកលិចចេនឡាដីគោករក្សាបានឯករាជ្យជាតិមានរាជធានីភរបុរៈក្បែរវត្តឡាវតំបន់ណោសម្បូរជួរភ្នំជ្រលងភ្នំនិងខ្ពង់រាបដែលមានវិសាលភាពលាតសន្ធឹងលើប្រទេសឡាវភាគកណ្ដាលនិងភាគខាងត្បូងនិងតំបន់ខ្ពង់រាបបូរាណប្រទេសថៃចេនឡាទឹកលិចមិនអាចរក្សាឯករាជ្យភាពបានយូរអង្វែងបែកខ្ញែកជារដ្ឋបូរីតូចយ៉ាងតិចចំនួន5ទៀតដូចជាសម្ភុបុរៈអនិនិដ្ឋបុរៈពាលាទិយបុរៈសក្រានកាបុរៈអាមោហបុរៈរាជធានីរបស់ចេនឡាលិចទឹកនៅសម្ភុបុរៈក្រចេះព្រះរាជាដែលគ្រងរាជនៅចេនឡាទឹកលិចគឺព្រះបាទបូសារៈដែលជាប់ញាតិវង្សនឹងព្រះបាទហ៊ុនទៀនព្រះនាងលាវយីនៅសតវត្សទី8ចេនឡាទឹកលិចមានវិបត្តិផ្ទៃក្នុងរដ្ឋបូរីតូចដណ្ដើមកាន់កាប់អំណាចកណ្ដាលរៀងខ្លួននៅសតវត្សទី8ពួកចៅសមុទ្រជ្វាបានចូលរាតត្បាតឆក់ប្លន់ទ្រព្យសម្បត្តិតាមឆ្នេរសមុទ្រនិងតាមដងទន្លេនៅអាស៊ីអាគ្នេយ៍នេះបណ្ដាលមកពីជ្វាមានរាជវង្សសៃឡេនខ្លាំងពួកកសាងប្រាសាទបូប៊ូឌូដ៏ល្បីល្បាញនិងពុទ្ធរូតារាដោយស្ដេចជ្វាបាណាមការណាចេនឡាទឹកលិចក៏បានធ្លាក់ក្រោមការត្រួតត្រារបស់ជ្វារហូតដល់ឆ្នាំ802គ្រិស្តសករាជនាចុងសតវត្សទី8ប្រទេសកម្ពុជាបានជួបប្រទះនឹងអស្ថិរភាពនយោបាយអាស្រ័យដោយការបែកបាក់គ្នាមិនចេះចប់ការបែកបាក់គ្នានេះបណ្ដាលមកពីការចុះខ្សោយនៃអំណាចកណ្ដាលទំនាស់សាសនាអសមត្ថភាពរបស់មុខទេសជាលទ្ធផលការបែកបាក់គ្នានេះបាននាំទៅដល់ការបែងចែកប្រទេសជាពីរម្ខាងជានគរចេនឡាដីគោកនិងតាក់ទងជិតស្និទ្ធជាមួយប្រទេសចិននិងម្យ៉ាងទៀតជានគរចេនឡាទឹកលិចដោយឡែកនគរចេនឡាទឹកលិចត្រូវបានបែងចែកជានគរសំខាន់ពីរផ្សេងទៀតដែលមានរាជធានីខុសគ្នារាជធានីទី1ឈ្មោះអនិន្ទិតបុរៈគ្រប់គ្រងដោយរាជវង្សមួយក្រុមដែលអះអាងថាជាប់ខ្សែស្រឡាយជាមួយព្រះបាទកៅឌិននិងព្រះនាងសោមារីឯរាជធានីទី2មានឈ្មោះថាសម្ភុបុរៈគ្រប់គ្រងដោយរាជវង្សជាប់ខ្សែស្រឡាយជាមួយព្រះនាងជ័យទេវីនិងដែលត្រូវជាមហេសីរបស់ព្រះជ័យវរ្ម័នទី1គួរកត់សម្គាល់ដែរថាមុខទេសមួយអង្គព្រះនាមបុណ្យការៈដែលមានដើមកំណើតនៅអនិន្ទិតបុរៈត្រូវជាចៅរបស់ព្រះបាទកៅឌិននិងព្រះនាងសោមាបានខិតខំបង្រួបបង្រួមនគរទាំងពីរឲ្យមកជានគរចេនឡាទឹកលិចតែមួយដោយសុខព្រះតីយោងទៅសោយរាជនៅសម្ភុបុរៈប៉ុន្តែការខិតខំរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅបានដោយជោគជ័យឡើយក្រោយមក
នគរចេនឡាទឹកលិចត្រូវបែកខ្ញែកជានគរតូចៗមួយខ្សាត់បុរីតទៅទៀតការបែកបាក់គ្នាបែបនេះបានហុចឱកាសឲ្យពួកជ្វានៅកោះស៊ូម៉ាធ្វើការរាតត្បាតរហូតដល់រាជធានីសុភបរៈហើយវាយយកនគរចេនឡាទឹកលិចទាំងមូលដោយដាក់ឲ្យស្ថិតក្រោមអាណានិគមត្រួតត្រារបស់ខ្លួនបន្ទាប់ពីពួកគេច្បាំងដណ្ដើមនគរចម្ប៉ាដែលនៅជិតខាងនគរចេនឡាទឹកលិចនោះរួចមកក្នុងការលុកលុយនេះពួកជ្វាបានចាប់មហាក្សត្រខ្មែរមួយអង្គយកទៅកាត់ព្រះសិរសាហើយបញ្ជូនទៅថ្វាយស្ដេចជាព្រះនាមសិលរួចអបបញ្ជូនមកឲ្យស្ដេចខ្មែរដែលសោយរាជក្រោយមួយមកទៀតដើម្បីទុកជាការប្រមានព្រមទាំងបញ្ជាឲ្យស្ដេចខ្មែរបែរព្រះភ័ក្ត្រធ្វើវគ្គមន្តកិច្ចគោរពចំពោះនគរជ្វានិងស្ដេចជាសិលជារៀងរាល់ថ្ងៃទន្ទឹមនឹងនេះក្នុងការលុកលុយមកលើនគរចេនឡាទឹកលិចពួកគេបានចាប់ព្រះរាជវង្សានុវង្សរបស់ស្ដេចខ្មែរមួយចំនួនយកទៅជាមួយផងនគរចេនឡាទឹកលិចត្រូវបាត់បង់ឯករាជ្យព្រមទាំងធ្លាក់ចូលក្នុងនឹមអាណានិគមជ្វាអស់រយៈពេលជាច្រើនឆ្នាំ